ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាចាសម្រាប់កម្មវិធីនៃថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយចំពុក5ដែលបង្រៀនអំពីព្រះពរដែលមកពីព្រះដូច្នេះសូមលោកអ្នកបងប្អូនបានស្ដាប់ជាមួយគ្នាដូចតទៅកាលបានឃើញវងមនុស្សទ្រង់ក៏យាងឡើងទៅលើភ្នំរួចកាលបានគង់ចុះហើយនោះពួកសិស្សចូលមកឯទ្រង់ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថាមានពរហើយអស់អ្នកដែលមានសេចក្តីកំសត់ខាងវិញ្ញាណត្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះមានពរហើយអស់អ្នកដែលយំសោកត្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្តមានពរហើយអស់អ្នកដែលស្លូតត្រង់ត្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរតកមានពរហើយអស់អ្នកដែលស្រែកឃ្លាននៅសេចក្តីសុចរិតត្បិតអ្នកទាំងនោះនឹងបានឆ្អែតមានពរហើយអស់អ្នកដែលមានចិត្តមេត្តាករុណាត្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញមានពរហើយអស់អ្នកដែលមានចិត្តបរិសុទ្ធត្បិតអ្នកទាំងនោះនឹងបានឃើញព្រះមានពរហើយអស់អ្នកដែលផ្សះផ្សាគេត្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះមានពរហើយអស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះសេចក្តីសុចរិតត្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះអ្នករាល់គ្នាមានពរក្នុងកាលដែលគេជេរបៀតបៀនហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ពីអ្នករាល់គ្នាដោយព្រោះខ្ញុំចូលមានចិត្តអំណរហើយរីករាយជាខ្លាំងចុះត្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ពីព្រោះគេក៏បានធ្វើទុកដល់ពួកហោរាដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរអ្នករាល់គ្នាជាអំបិលនៃផែនដីបើអំបិលបាត់ជាតិប្រៃហើយនោះតើនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបានជារបស់គ្មានប្រយោជន៍ទៀតសោះមានតែបោះបង់ចោលទៅក្រៅឲ្យមនុស្សដើរជន់ប៉ុណ្ណេះអ្នករាល់គ្នាជាពន្លឺនៅលោកីឯទីក្រុងណាដែលនៅលើភ្នំនោះលាក់មិនកំបាំងទេក៏គ្មានអ្នកណាអុជចង្គៀងយកទៅដាក់ក្រោមທາງដែរគេតែងដាក់លើជើងចង្គៀងវិញនោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នាដូច្នេះចូលឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌កុំឲ្យគិតស្មានថាខ្ញុំមកដើម្បីនឹងលើកក្រឹតវិន័យឬទំនាយពួកហោរាចោលឡើយខ្ញុំមិនមែនមកនឹងលើកចោលទេគឺមកនឹងធ្វើឲ្យសម្រេចវិញត្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថានឹងគ្មានបាំងឈើមួយឬក្បៀសមួយនៅក្នុងក្រឹតវិន័យត្រូវបាត់ឡើយដរាបដល់កាលណាមេឃនិងផែនដីបានកន្លងបាត់ទៅគឺតរតែសេចក្តីទាំងអស់បានសម្រេចដោយសពគ្រប់ដូច្នេះអ្នកណាដែលនឹងរំលងបទណាមួយសំបីយ៉ាងតូចបំផុតក្នុងបញ្ញត្តិទាំងនេះហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរនោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរឋានសួគ៌តែអ្នកណាដែលកាន់តាមហើយបង្រៀនចំពោះបញ្ញត្តិទាំងនេះនោះនឹងបានហៅជាអ្នកធំក្នុងនគរឋានសួគ៌វិញខ្ញុំប្រាប់អ្នករាល់គ្នាថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌ពុំបានឡើយអ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងដល់មនុស្សពីបុរាណថាកុំឲ្យសម្លាប់មនុស្សឲ្យសោះបើអ្នកណាសម្លាប់មនុស្សនោះក្រែងត្រូវជាប់ជំនុំជម្រះហើយតែខ្ញុំប្រាប់អ្នករាល់គ្នាដូចនេះវិញថាសំបីតែអ្នកណាដែលខឹងនឹងបងប្អូននោះក្រែងត្រូវជាប់ជំនុំជម្រះដែរហើយអ្នកណាដែលស្ដីឲ្យបងប្អូនថាអាចោរម្សៀតនោះក្រែងពួកក្រុមជំនុំធ្វើទោសតែចំណែកអ្នកណាដែលថាអាចឈួតនោះក្រែងធ្លាក់ទៅក្នុងភ្លើងនរកដូច្នេះបើកាលណាអ្នកនាំយកដង្វាយមកដល់អាសនៈហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាមានហេតុអ្វីទាស់នឹងអ្នកនោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនៈហើយទៅរកជានឹងបងប្អូនជាមុនសិនរួចសឹមមកថ្វាយដង្វាយអ្នកចុះចូលឲ្យអ្នកជាស្រស់ស្រួលនឹងអ្នកដើមចោតវិញជាប្រញាប់ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នាក្រែងគេបញ្ជូនអ្នកទៅឯចៅក្រមហើយចៅក្រមប្រគល់អ្នកទៅដល់នាយភូឃុំរួចអ្នកត្រូវជាប់គុកខ្ញុំប្រាប់អ្នកជាប្រកាសថាដែលអ្នកនៅខ្វះតែមួយសេននឹងសងគេឲ្យគ្រប់នោះនឹងចេញពីទីនោះមិនរួចឡើយអ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងពីដើមថាកុំផិតឲ្យសោះ
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាសំបីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំណេកសម្រាប់ចង់បាននោះឈ្មោះថាបានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយបើភ្នែកស្ដាំអ្នកនាំឲ្យរវិតចិត្តនោះចូលខ្វេះចិនបោះចោលទៅត្បិតដែលភ្នែកអ្នកមួយត្រូវវិនិច្ឆ័យនោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរកហើយបើដៃស្ដាំអ្នកនាំឲ្យរវិតចិត្តនោះចូលកាត់ចេញបោះចោលទៅត្បិតដែលដៃអ្នកម្ខាងត្រូវវិនិច្ឆ័យនោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរកមានសេចក្តីថ្លែងទុកមកទៀតថាអ្នកណាដែលចង់លែងប្រពន្ធនោះមានតែឲ្យសម្បត្តិលះលែងដល់នាងប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាស្ត្រីណាដែលមិនផាត់ប្តីបើប្តីនោះលែងចេញនោះឈ្មោះថាបានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយបើអ្នកណាយកស្ត្រីដែលប្តីលែងធ្វើជាប្រពន្ធអ្នកនោះហៅថាប្រព្រឹត្តសេចក្តីកំផិតដែរមួយទៀតអ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងមកដល់មនុស្សពីដើមថាកុំឲ្យស្បត់កុហកឡើយគឺត្រូវឲ្យធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីដែលស្បត់នឹងព្រះអង្គចាស់ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាកុំឲ្យស្បត់ឲ្យសោះទោះនឹងស្ថានសួគ៌ក្តីព្រោះជាបល្ល័ង្កនៃព្រះទោះនឹងផែនដីក្តីព្រោះជាកំណល់កលព្រះបាទទ្រង់ទោះនឹងក្រុងយេរូសាឡឹមក្តីព្រោះជាក្រុងនៃស្ដេចធំក៏កុំឲ្យស្បត់នឹងក្បាលអ្នកដែរពីព្រោះអ្នកនឹងធ្វើឲ្យសក់មួយសរសៃត្រឡប់ទៅជាសឬខ្មៅពុំបានទេត្រូវឲ្យចេញសម្ដីថាតែមែនឬទេប៉ុណ្ណោះសេចក្តីណាដែលលើសអំពីនោះទៅនោះមានតែអាកំណាចទេអ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកថាភ្នែកឲ្យធូរនឹងភ្នែកហើយធ្មេញឲ្យធូរនឹងធ្មេញប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាកុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយបើអ្នកណាទះកំភ្លៀងស្ដាំនៃអ្នកនោះត្រូវតែបែរកំភ្លៀងមកខាងទៅឲ្យទៀតបើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នកនោះត្រូវបើកឲ្យគេយកទាំងអាវវែងផងបើអ្នកណាបង្ខំឲ្យអ្នកទៅអស់មួយយោជន៍នោះចូលទៅជាមួយនឹងគេដល់ពីរយោជន៍ផងចូលឲ្យដល់អ្នកដែលសូមហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយអ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថាចូលស្រឡាញ់អ្នកជិតខាងឯងតែស្អប់ខ្មាំងសត្រូវឯងវិញប៉ុន្តែខ្ញុំប្រាប់ថាត្រូវស្រឡាញ់ពួកខ្មាំងសត្រូវត្រូវឲ្យពរដល់អ្នកណាដែលប្រតិចផ្ដាសាត្រូវប្រព្រឹត្តនឹងអ្នកណាដែលស្អប់អ្នករាល់គ្នាហើយត្រូវអធិដ្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់និងមនុស្សល្អហើយទ្រង់បង្អោរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតផងត្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណាដែលស្រឡាញ់ដល់ខ្លួននោះតើមានបំណាច់អ្វីឯពួកអ្នកយកពន្ធតើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអីហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណេះនោះតើបានធ្វើអ្វីប្លែកពីគេឯពួកសាសដតីតើមិនប្រព្រឹត្តដូចគ្នាទេឬអីដូច្នេះចូលឲ្យអ្នករាល់គ្នាបានគ្រប់លក្ខដូចជាព្រះវរបិតានៃអ្នកដែលគង់នៅឋានសួគ៌ទ្រង់គ្រប់លក្ខដែរចាអរគុណដល់ព្រះជាម្ចាស់កម្មវិធីបានចូលមកដល់ទីបញ្ចប់ហើយតែមុននឹងយើងបានបញ្ចប់កម្មវិធីខ្ញុំនឹងអាននៅព្រះគម្ពីរលើកទឹកចិត្តមួយព្រះគម្ពីរទំនុកដំកើងចំពោះ8ខ3ដល់ខ9កាលណាទូបង្គំពិចារណាមើលផ្ទៃមេឃជាការដែលព្រះហស្ថទ្រង់បានធ្វើគឺទាំងខែនិងផ្កាយដែលទ្រង់បានប្រតិស្ថានទុកនោះតើមនុស្សជាអ្វីដែលទ្រង់នឹករលឹកដល់គេហើយកូនមនុស្សផងដែលទ្រង់ប្រោសដូច្នេះត្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេក៏បានបំពាក់សិរីល្អនិងគេឈ្មោះឲ្យទុកជាមកុដទ្រង់បានតាំងគេឲ្យត្រួតលើអស់ទាំងការនៃព្រះហស្ថទ្រង់ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេគឺអស់ទាំងជៀមនិងគោអស់ទាំងសត្វព្រៃផងអស់ទាំងសត្វហើរលើអាកាសនិងត្រីនៅសមុទ្រគឺអស់សត្វផងទាំងពួងដែលហែនៅផ្លូវទឹកអោព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ
អរគុណដល់ព្រះអង្គខ្ញុំនឹងជួបលោកអ្នកសាជាថ្មីម្ដងទៀតនៅវីដេអូពេលក្រោយសូមអរគុណ